ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកស្វែងយល់ក៏ដូចជាមកស្គាល់ពីសត្វព្រៃដែលជាសត្វកម្រមួយទៀតដែរបងប្អូននៅក្នុងប្រទេសកម្ពុជាយើងណាបងប្អូនហើយសត្វនោះត្រូវបានគេប្រសិទ្ធនាមថាជាប្រភេទសត្វគំរូមេបាបងប្អូនដែលយើងស្គាល់ជាទូទៅថាជាសត្វកេងកងបងប្អូនចំពោះបក្សីកេងកងនេះបងប្អូនត្រូវបានគេបែងចែកជាពីរពួកធំៗបងប្អូនមួយហៅថា African Hornbill ហើយនិងពីរហៅថា Asia Hornbill នៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកតែ6ប្រភេទនៃបក្សីកេងកងយកមករៀបរាប់ប្រាប់បងប្អូនណាបងប្អូនហើយនឹងលក្ខណៈជីវសាស្ត្រខ្លះៗនៃបក្សីនេះចំណែកប្រភេទទី1នេះមានឈ្មោះថា Helmet Hornbill បងប្អូនវាជាប្រភេទសត្វកេងកងដែលមានស្នែងរឹងខ្លាំងនិងមានកន្ទុយវែងបងប្អូនហើយវាក៏កំពុងតែប្រឈមមុខនឹងការបាត់បង់យ៉ាងខ្លាំងផងដែរចំណែកប្រភេទទី2នេះវិញបងប្អូនវាមានឈ្មោះថា Great Hornbill ដែលជាប្រភេទសត្វកេងកងធំដែលមានទំហំធំនិងមានស្នែងធំនៅលើចំពុះរបស់វាបងប្អូនវារស់នៅក្នុងព្រៃត្រុលពេជ្រភាគខាងត្បូងនិងអាស៊ីអាគ្នេយ៍យើងផងដែរចំណែកប្រភេទទី3ទៅវិញបងប្អូនវាមានឈ្មោះថា Black Hornbill វាក៏ជាប្រភេទសត្វកេងកងធំផងដែរបងប្អូនតែវាមានពណ៌ខ្មៅបងប្អូនហើយក៏វាចូលចិត្តរស់នៅក្នុងព្រៃត្រូពិចដូចគ្នាផងដែរចំណែកសត្វកេងកងប្រភេទទី4ណាបងប្អូនវាមានឈ្មោះថា Rhinoceros Hornbill ដែលវាមានស្នែងនៅលើចំពុះបងប្អូនហើយស្នែងនេះគឺវាកោងទៅលើបន្តិចស្នែងនេះវាមានពណ៌លឿងហើយនិងពណ៌ក្រហមស្រស់លាយគ្នាបងប្អូនចំណែកលំដាប់ទី5បងប្អូនជាប្រភេទបក្សីកេងកងដែលវាមានឈ្មោះថា Reef Hornbill វាជាប្រភេទសត្វកេងកងធំបងប្អូនដែលមានមាឌធំហើយសំឡេងរបស់វាក៏ឮខ្លាំងដែរនៅពេលដែលវាស្រែកម្ដងណាបងប្អូនសូមបញ្ជាក់បងប្អូនថាសត្វកេងកងលំដាប់ទី5ដែលមានឈ្មោះជាភាសាអង់គ្លេសថា Reef Hornbill ហ្នឹងយើងស្គាល់ជាទូទៅថាជាសត្វឆ្វៀងណាបងប្អូនតាមពិតវាក៏ជាប្រភេទសត្វកេងកងដែរបងប្អូនតែវាមានឈ្មោះផ្សេងៗគ្នាអញ្ចឹងបងប្អូនអញ្ចឹងសត្វឆ្វៀងឬក៏សត្វកេងកងដែលមានឈ្មោះជាភាសាអង់គ្លេសថា Reef Hornbill ហ្នឹងគឺជាប្រភេទសត្វតែមួយបងប្អូនចំណែកឯសត្វកេងកងចុងក្រោយគេបងប្អូនដែលមានឈ្មោះជាភាសាអង់គ្លេសថា Oriental Pied Hornbill ជាប្រភេទសត្វកេងកងដែលមានទំហំមធ្យមបងប្អូនមិនធំពេកទេហើយវាមានពណ៌ខ្មៅលាយនឹងពណ៌សបងប្អូនមួយវិញទៀតគេសង្កេតឃើញថាវាមានវត្តមានច្រើននៅតំបន់អាស៊ីអាគ្នេយ៍យើងនេះបក្សីកេងកងគឺជាប្រភេទសត្វដែលចូលចិត្តរស់នៅក្នុងព្រៃត្រូពិចនៅតំបន់អាស៊ីបងប្អូនហើយវាជាប្រភេទបក្សីដែលមានមាឌធំល្មមនិងមានរូបរាងស្រស់ស្អាតសត្វកេងកងត្រូវបានគេរកឃើញនៅតាមបណ្ដាប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍យើងបងប្អូនមានដូចជាឥណ្ឌាសៀមមីយ៉ាន់ម៉ានិងឥណ្ឌូនេស៊ីហើយជាធម្មតាវាក៏ចូលចិត្តរស់នៅតំបន់ព្រៃត្រូពិចទឹកភ្លៀងផងដែរហើយជម្រករបស់វាគឺវាពឹងផ្អែកទៅលើដើមឈើធំៗនិងខ្ពស់ៗប្រភេទសត្វនេះវាមានប្រវែងដងខ្លួនប្រមាណពី95សង់ទីម៉ែត្រទៅ120សង់ទីម៉ែត្រនិងមានទម្ងន់ចន្លោះពី2គីឡូក្រាមទៅ4គីឡូក្រាមបងប្អូនសត្វកេងកងបងប្អូនវាមានពណ៌ខ្មៅក៏ពណ៌សនិងកន្ទុយពណ៌សព្រមទាំងមានឆ្នូតខ្មៅកាត់កន្ទុយចំពោះរបស់វាមានពណ៌លឿងហើយនៅលើចំពោះនោះមានផ្នែកមួយដែលធំដែលគេហៅថា Cacu ឬក៏ហៅថាជាឆ្អឹងពកតាមបណ្ដោយក្បាលទៅចំពោះបងប្អូន
សូមបញ្ជាក់បងប្អូនថាផ្នែកដុំពងពីលើក្បាលវានឹងហៅថា cactus ឬក៏ស្នាញវានឹងគឺវាមានសារៈសំខាន់ណាស់ចំពោះវាបងប្អូនក្នុងការបញ្ចេញសម្លេងឲ្យលឺខ្លាំងនិងជួយក្នុងការតាក់ទាញបក្សីញីក្នុងការបន្តពូជទេបងប្អូនតែនេះគឺជាលក្ខណៈសម្គាល់របស់បក្សីកេងកងដែលមានឈ្មោះថា Red Hornbillសត្វកេងកងភាគច្រើនវាស៊ីផ្លែឈើបងប្អូនជាពិសេសគឺវាចូលចិត្តស៊ីផ្លែឧត្តមពរឬក៏យើងហៅថាផ្លែល្វានឹងឯងប៉ុន្តែវាក៏ស៊ីសត្វតូចៗរួមមានសត្វល្អិតឬក៏សត្វល្មូនតូចៗនិងបក្សីតូចៗផងដែរចំពោះរដូវបន្តពូជរបស់វាបងប្អូនជាទូទៅគឺធ្វើឡើងចន្លោះពីខែមករាដល់ខែមេសាក៏ប៉ុន្តែក៏មានលក្ខណៈខុសគ្នាខ្លះផងដែរអាស្រ័យទៅតាមតំបន់និងអាកាសធាតុក្នុងអំឡុងពេលនោះបងប្អូនសត្វឈ្មោលនិងសត្វញីចាប់ផ្ដើមស្វែងរកគូស្រករដើម្បីបង្កកំណើតនិងរៀបចំកន្លែងសម្រាប់ធ្វើសម្បុកនៅពេលដែលវាធ្វើសម្បុកបងប្អូនសត្វកេងកងវាតែងតែជ្រើសរើសរន់នៅក្នុងដើមឈើធំៗដែលមានសុវត្ថិភាពក្នុងការធ្វើសម្បុករបស់ពួកវាបងប្អូនពេលដែលវារកកន្លែងធ្វើសម្បុករួចរាល់ហើយបងប្អូនពេលនោះសត្វញីចូលទៅក្នុងរន្ធឈើដែលវាធ្វើហ្នឹងណាបងប្អូនបន្ទាប់មកសត្វឈ្មោលក៏យកដីយកលងក់ក៏ដូចជាកាកសំណល់ផ្លែឈើលាយបញ្ចូលគ្នាទៅក៏យកទៅបិទមាត់រន្ធចូលហ្នឹងបងប្អូនទុកតែប្រឡោះទូចមួយទៅប៉ុណ្ណោះសម្រាប់ទទួលអាហារឬក៏ចំណីពីសត្វឈ្មោលណាបងប្អូនបក្សីកេងកងភាគច្រើនគឺវាពងបានប្រហែលពី1គ្រាប់ទៅ2គ្រាប់ឯងបងប្អូននៅក្នុងមួយរដូវបន្តពូជរបស់វាបងប្អូនហើយវាត្រូវការពេលប្រមាណជា38ថ្ងៃទៅ40ថ្ងៃដើម្បីក្រាបពងឲ្យវាញាស់ក្រោយពីពងញាស់រួចទេបងប្អូនសត្វកេងកងញីក៏នៅតែបន្តក្រាបពងនៅក្នុងរន្ធឈើនោះដដែលទេបងប្អូនអត់ទាន់ចេញមកក្រៅទេរហូតទៅដល់កូនរបស់វាធំល្មមទៅសត្វញីនឹងបំបែករនាំងដែលបិទនឹងចេញមកក្រៅក្នុងអំឡុងពេលដែលសត្វញីក្រាបពងបងប្អូនសត្វឈ្មោលមានតួនាទីសំខាន់ណាស់ក្នុងការស្វែងរកអាហារដូចជាផ្លែឈើនិងសត្វតូចៗមកផ្គត់ផ្គង់ឲ្យសត្វញីនិងកូនដែលនៅក្នុងរន្ធណាបងប្អូននៅក្នុងដំណើរបែបនេះហើយបងប្អូនដែលចាស់យើងពីបុរាណណាបានប្រសិទ្ធនាមថាកេងកងនឹងបក្សីកេងកងនឹងគឺជាសត្វនៃគំរូមេបាបងប្អូនដែលញីគឺនៅផ្ទះមើលថែកូនហើយសត្វឈ្មោលនឹងគឺចេញទៅក្រៅស្វែងរកចំណីអាហារដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារបន្ទាប់ពីកូននៅក្នុងសម្បុកធំឡើងណាបងប្អូនសត្វញីក៏បំបែកជញ្ជាំងដែលបិទហ្នឹងហើយក៏ហើរចេញមកខាងក្រៅដើម្បីជួយសត្វឈ្មោលក្នុងការស្វែងរកអាហារដើម្បីចិញ្ចឹមកូនសូមបញ្ជាក់បងប្អូនថាសត្វកេងកងវាអាចរស់នៅបានអាយុប្រហែលពី35ឆ្នាំទៅ50ឆ្នាំនៅពេលបច្ចុប្បន្ននេះសត្វកេងកងកំពុងតែប្រឈមមុខនឹងការជិតផុតពូជទេបងប្អូនដោយសារតែការកាប់បំផ្លាញព្រៃឈើនិងការបរបាញ់មិនត្រឹមតែប៉ុណ្ណោះអង្គការ IUCN ក៏បានដាក់បញ្ចូលសត្វប្រភេទនេះជាសត្វកម្រនិងជិតផុតពូជផងដែរវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្នេះបងប្អូនសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត